បាទយើងមើលឈុត1600វ៉ាត់នេះដាំបាយដាំទឹកបានយ៉ាងងាយស្រួលបាទអញ្ចឹងបងប្អូនមានលុយត្រឹមខ្ទង់200ជាងទៅ300អត់ដឹងថារៀបប្រើប្រភេទអ្វីបាទខ្ញុំរីកមិនណែនាំប្រើប្រភេទនេះចំណេញបាទចំណាយតិចបាទបានកម្លាំងថ្ម1170វ៉ាត់ម៉ោង inverter pure ចាញ់វេ inverter ល្អបាទវាស្មើនឹង1600វ៉ាត់បាទកម្លាំងពេញបាទប្រើបានពេញអាចដាំបាយដាំទឹកបានបាទមាន screen មើលភាគរយខាងលើបាទយើងចុចដាក់កំសៀវដាំទឹក1500វ៉ាត់នេះបាទយើងចុចមកឃើញលោតពីលោត1200វ៉ាត់ជាងបាទ screen ពីលើយើងប្រើលើឧបករណ៍អ្វីប្រមាណវ៉ាត់គឺវាលោតតាមហ្នឹងបាទប្រើការពារវាប្រើត្រឹម1600វ៉ាត់ចុះក្រោមបាទឈុតនេះភ្ញៀវយកទៅដាក់ប្រើដាំបាយដាំទឹកបាទនៅពេលថ្ងៃគាត់បើកដង្ហល់អីហ្នឹងបាទគាត់ដាក់សូឡា720វ៉ាត់ចំនួន1សន្លឹកហ្នឹងបាទភ្ញៀវនៅខាងផ្សារទុំរីងកំពង់ធំបាទដាក់មួយឈុតនេះមានខ្សែដាក់ជាប់តាមពោបុកដកសម្រាប់បន្ថែមអគុយ in ចូល 24V បាទនេះដុំសាក់ភ្លើងរត់បាទនឹង screen មើលភាគរយមើលចំនួនវ៉ាត់ឧបករណ៍ដែលយើងប្រើបានវាលូតវ៉ាត់តាមហ្នឹងបាទដុំសាក់សូឡាអាចដាក់បាន720វ៉ាត់1សន្លឹក2សន្លឹកបាទបើយើងប្រើពេលថ្ងៃច្រើនដាក់2សន្លឹកទៅបាទហើយគាត់ប្រើដាក់24ម៉ោងទៅលើឧបករណ៍ភ្ញាស់ពងមាន់បាទ50វ៉ាត់